ថ្ងៃទី2សម្រាប់ការបំពេញភារកិច្ចជាអនុរិយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុរយភូមិសម័យប្រឡង10សីហា2026កាលពីវីដេអូទី1សិតតែគេងអត់លក់តាំងពីម៉ោង3ម៉ោង4មានណាថ្ងៃទី2នេះនិយាយថាពីដាក់ទៅភ្លឹងតែម្ដងទៅលឺម៉ងរោបានភ្ញាក់តែម្ដងថ្ងៃនេះសុំដូរអាវពណ៌ផ្កាឈូកហើយកាលពីថ្ងៃទី1ពាក់អាវពណ៌សច្រឡំជាមួយនឹងបេក្ខជនប្រឡងខុសត្រង់សពុតតិចពាក់សពុតពណ៌ខៀវបើសិនជាដាក់សពុតពណ៌ខ្មៅវិញគឺគេចាប់ឆែកប្រយ៉ងតែម្ដងសក់របស់ខ្ញុំគឺអត់ភីជែលនឹងអត់បានហ្មងឥឡូវចេញពីធ្វើអនុរិយគឺអត់បានកក់សក់ទេយប់មិញប៉ុន្តែខ្ញុំនៅតែអាចសិតសក់លាបភីជែលធ្វើឲ្យសក់ខ្ញុំអត់បាសបានចឹងហើយអ្នកដែលមានសក់រួញកញ្ញាញអីហ្នឹងបើអត់ចូលចិត្តសក់បាសកញ្ញងកញ្ញាញទេចាអាចរកទិញភីជែលនេះប្រើបានឥឡូវនេះចាប់ផ្ដើមចេញដំណើរទៅហើយចាតោះយើងទៅដល់មណ្ឌលប្រឡងចាចឹងគឺខ្លាច់មកអត់តអត់បានឈប់ទិញបាយទេប៉ុន្តែមកដល់ជិតមណ្ឌលប្រឡងហ្នឹងគឺឃើញគេលក់បាយចឹងហើយឈប់ទិញបាយបន្តិចដល់នេះកន្លែងលក់បាយហ្នឹងក៏ជួបកូនសិស្សដែរហើយក៏បានសួរនាំគាត់ខ្លះគាត់ថាអត់អីទេធ្វើបានច្រើនគាត់ទទួលបាននិទេសល្អឥឡូវបានបាយឯចាគឺដាក់នៅម៉ូតូហើយជិះចូលមណ្ឌលប្រឡងតែម្ដងចូលដល់ក្នុងមណ្ឌលប្រឡងហ្នឹងគឺឆ្លៀតញ៉ាំបាយបាន4-5ម៉ាត់ដែរចូលមណ្ឌលហើយក៏ចេញពីមណ្ឌលប្រឡងចានេះពេលថ្ងៃដែលប្រឡងចប់បានថតនៅមុខមណ្ឌលប្រឡងទេដោយសារតែមានការស្ទះចរាចរណ៍ចឹងហើយខ្ញុំក៏មករកកន្លែងញ៉ាំអីហើយក៏ថតមកបន្តិចទៅឃើញសិស្សគាត់ចេញមកច្រើនមែនតើសមមិញហ្នឹងខ្ញុំបានចូលទិញភេសជ្ជៈញ៉ាំកន្លែងនេះឃើញថាតំណងដែរខ្ញុំក៏សាកចូលមើលក៏ចំរបស់ដែលខ្ញុំចូលចិត្តគឺប្រហែលបានទិញបាយញ៉ាំទេដោយសារបាយទិញព្រឹកមិញហ្នឹងគឺហូបបានតែ4-5ម៉ាត់ទេអញ្ចឹងគឺនៅសល់ច្រើនមែនតើអញ្ចឹងកុំឲ្យស្ដាយបាយថាញ៉ាំបាយសល់ហើយនឹងភេសជ្ជៈមួយកែទៅគឺរួចហើយប៉ុន្តែមានណាចំរបស់ឆ្ងាញ់ហើយគឺថាកំងប្រហិត5000ហ្នឹងគឺថាញ៉ាំម្នាក់ឯងនឹងចង់បាយពោះតែម្ដងហើយញ៉ាំបាយបានតែ2-3ម៉ាត់ទេខំញ៉ាំប្រហិតហ្នឹងឲ្យអស់ស្ដាយអញ្ចឹងទៅយើងខំញ៉ាំប្រហិតឲ្យអស់ប្រហិតកន្លែងគាត់ក៏ឆ្ងាញ់ដែរគឺថាទុកជាលក់របស់គាត់គឺអាចទទួលយកបានសរុបទៅគឺថាបាយនឹងនៅសល់ដដែលអស់តែប្រហិតទេចាគឺនៅសល់បាយដដែលហើយឆ្ងាញ់មិនឆ្ងាញ់មើលតែមាត់ខ្ញុំទៅគឺថាញ៉ាំមកមានដកមាត់តែម្ដងរបស់ដែលត្រូវចិត្តហើយចំពេលធ្វើការអស់កម្លាំងទីថាមានសំចៃមាត់ទេគឺថាញ៉ាំយកអត់មានខ្វល់ពីអ្នកចិត្តខាងអីទាំងអស់ក្រោយពីញ៉ាំឆ្អែតជ្រុលលើសកម្រិតចំពេលរសៀលនេះចុងម៉ោងចាគឺប៉ះខ្មែរ2ម៉ោងកន្លះគឺថាអនុរិយមានការងុយគេងជាខ្លាំងទៅឲ្យថ្ងៃចុងក្រោយនឹងមិនថាថ្នាក់សង្គមឬក៏ថ្នាក់វិទ្យាសាស្ត្រទេឲ្យតែប៉ះម៉ោងខ្មែរហើយនឹងគណិតចុងម៉ោង2ម៉ោងកន្លះហ្នឹងគឺថាអនុរិយមួយណាក៏ដូចមួយណាដែរគឺថាងុយគេងមែនតើដូចថ្ងៃនេះអញ្ចឹងគឺថាអង្គុយមើលតែម៉ោងចាមើលម៉ោងរហូតចំណែកឯបេក្ខជនវិញចាខំសរសេរឡើងចង់បែកមេដៃហើយម៉ោងខ្មែរអីហ្នឹងចាគឺខំធ្វើមិនឲ្យបានច្រើនស្លឹកបានតស្លឹកឲ្យបានច្រើនពេលដល់ម៉ោងចេញគ្រាន់តែអនុរិយនិយាយថាអាចចេញបាននិយាយពីអារម្មណ៍គាត់គឺថាហូរកជ្រាវសបាយអមែនតើខ្ញុំអត់អាចថតអីបានច្រើនទេចាតតែចុងម៉ោងគណៈកម្មការថាអាចរំសាយបានបើយើងអាចប្រើទូរស័ព្ទបានឥឡូវភារកិច្ចចប់ហើយចាដូចដកបន្លាពីទ្រុងចឹងហើយពេលជិះមកក៏ឆ្លៀតចូលមើលកោះសំពៅមានបន្តិចព្រោះកម្របានមកអង្គុយលេងចឹងដែរ